ការពីប្រេងនាយមានគ្រោះរាំងស្ងួតយ៉ាងខ្លាំងបានកាត់ឡើងដីបែកក្រហែងស្មៅក្រៀមក្រោះធ្វើឲ្យសត្វទាំងឡាយជួបការលំបាកយ៉ាងខ្លាំងសុភាទន្សាយក៏កំពុងដើររកទឹកដោយក្តីអស់សង្ឃឹមនៅកណ្ដាលបឹងដែលរីងស្ងួតទន្សាយបានប្រទះឃើញត្រីមាមួយក្បាលកំពុងតែដង្ហប់ជិតស្លាប់ក្នុងភ្លុកផុកដោយចិត្តអាណិតមេត្តាទន្សាយក៏បានបីត្រីនោះទៅលេងក្នុងទន្លេធំដែលនៅឆ្ងាយទន្សាយបានលែងត្រីក្នុងបឹងធំមួយរំពេចនោះត្រីមៀតក៏បានបញ្ចេញពន្លឺភ្លឺប្លែកហើយនិយាយថាសុភាទន្សាយអើយសេចក្តីល្អរបស់អ្នកនឹងជួយសង្គ្រោះព្រៃនេះចូលទៅរកស្ដេចក្រពើនៅមាត់ទ្រូងភ្នំដើម្បីបើកផ្លូវទឹកមុនចុះមកវិញសុភាទន្សាយបានធ្វើដំណើរទៅដល់រូងភ្នំដែលយាមដោយស្ដេចក្រពើដ៏កាចសាហាវដោយប្រើប្រាជ្ញាទន្សាយបានបញ្ចុះបញ្ចូលស្ដេចក្រពើឲ្យបើកផ្លូវទឹកដើម្បីឲ្យមានត្រីនិងសត្វជាច្រើនមករកស៊ីនៅទីនេះវិញទឹកមុនបានហូរត្រឡប់មកវិញពេញបឹងបួរបង្កើតបានជាជីវិតថ្មីដល់សត្វព្រៃទាំងអស់រឿងនេះបង្រៀនថាសេចក្តីមេត្តាចំពោះជីវិតតូចតាចអាចនាំមកនូវសេចក្តីសុខដ៏ធំធេងដល់ពិភពលោក